សូមស្វាគមន៍មកកាន់សាលារបស់ខ្ញុំគឺសាលាជំនាញវិទ្យារបស់ប្រែដែលមានបរិញ្ញាបត្រវិទ្យា Part Speak វិទ្យា Writing Skill វិទ្យា TOEFL បបប្រែសម្លេងបបប្រែតវត្តនិងសន្តានាទូទៅគ្រប់កម្រិតអូខេថ្ងៃនេះខ្ញុំនឹងបរិញ្ញានៅមុខវិជ្ជាថ្មីមួយទៀតគឺបកប្រែបណ្ដាក់ហ្នឹងហើយភាគ1អញ្ចឹងបកប្រែបណ្ដាក់នេះគឺតាក់ទងនឹងការបកប្រែថ្នាក់ជាតិពីខ្មែរទៅអង់គ្លេសឬអង់គ្លេសខ្មែរណាហើយខ្ញុំបញ្ជាក់អង់គ្លេសនោះសញ្ញាគ្នានេះ Posing Interpretation Part 1បាទអត្ថបទទី1នេះជាចំណងជើងហើយសូមបញ្ជាក់នៅក្នុងអត្ថបទទី1នេះខ្ញុំគ្រាន់តែស្រង់ពាក្យក្នុងអត្ថបទទី1មកទាំងអស់មកបរិយាទាំងអស់នេះសិនអត់ទាន់និយាយអង់គ្លេសទេណានៅពេលដែលវីដេអូក្រោយនៅពេលដែលចូលសិក្សាពីអត្ថបទពិតប្រាកដហើយខ្ញុំនឹងនិយាយអង់គ្លេសខ្មែរផងអង់គ្លេសផងហ្នឹងហើយនេះជាចំណងជើងមកវាការអភិវឌ្ឍប្រទេសជាតិនាំមកនៅភាពសម្បូរសប្បាយយូរអង្វែងហើយអង់គ្លេសនេះគឺខ្ញុំបកជាស្តង់ដារត្រជាតិរួចទៅហើយណា Development of country bring about everlasting prosperity ណា lexicon ពាក្យថា lexicon ប្រែថាវាក្យសព្ទពាក្យហ្នឹងណាអញ្ចឹងនៅក្នុងអត្ថបទទី1នេះស្រង់បាន18ពាក្យពាក្យទី1 equivalent to ស្មើនឹងពាក្យទី2 fountain ប្រភពទឹកពាក្យទី3 security សន្តិសុខពាក្យទី4 utility សេវាទឹកភ្លើងពាក្យទី5 one most ចង់បានបំផុតពាក្យទី6 citizen ពលរដ្ឋពាក្យទី7 additionally លើសពីនេះទៀតពាក្យទី8 remote area តំបន់ដាច់ស្រយាលពាក្យទី9 rural area តំបន់ជនបទពាក្យទី10 distant ឆ្ងាយពាក្យទី11 exceptionally ជាពិសេសពាក្យទី12 restless អត់ឈប់ឈរពាក្យទី13 development ការអភិវឌ្ឍពាក្យទី14 stem from កើតចេញពីពាក្យទី15 prosperity ភាពសម្បូរសប្បាយពាក្យទី16 actually តាមការពិតពាក្យទី17 everlasting យូរអង្វែងពាក្យទី18 bring about នាំមកនៅអូខេអ្នកនរគ្នាអញ្ចឹងនៅក្នុងអត្ថបទទី1ដែលខ្ញុំបញ្ជាក់ខាងលើមិនអញ្ចឹងគឺអត់ទាន់បាននិយាយអង់គ្លេសទេក្រោយពីខ្ញុំស្រង់ពាក្យយកមកអានបញ្ចេញសម្លេងដល់អ្នកនរគ្នារួចហើយដល់វីដេអូក្រោយគឺខ្ញុំនឹងចាប់ផ្ដើមរៀបខ្មែរហើយនិយាយអង់គ្លេសថាតើការបកប្រែបណ្ដាក់នោះគេបកយ៉ាងម៉េចណាអូខេអញ្ចឹងទៅអ្នកនរគ្នាយកទៅទន្ទេញឲ្យចាំហើយយកប្រើប្រាស់ចេញជាស្តង់ដារត្រជាតិចុះអូខេអញ្ចឹងចុងក្រោយជូនពរដល់អ្នកនរគ្នាជាពិសេសសិស្សរបស់ខ្ញុំទទួលបានជោគជ័យក្នុងការសិក្សា